ជំរាបសួរពុកម៉ែបងប្អូនពូមីងប្រជាកសិករទាំងអស់តើបងប្អូនមានធ្លាប់ឆ្ងល់ដែរឬទេហេតុអ្វីបានយើងបាជីយើងចែកជាច្រើនវគ្គសម្រាប់ស្រូវចាបងប្អូនអរគ្នាហើយមិនត្រឹមតែប៉ុណ្្នឹងទេបច្ចុប្បន្ននេះក៏មានបងប្អូនប្រជាកសិករមួយចំនួនគាត់ប្រើជីនៅក្នុងវគ្គកកើតគោនឹងគាត់ចែកជា2វគ្គហើយគាត់ប្រើថ្នាំដើម្បីរំញោចនៃការកកើតគោនឹងឲ្យស្មើគ្នាចាបងប្អូនមានធ្លាប់ឆ្ងល់ដែរឬទេហើយបញ្ហានេះនាងខ្ញុំនឹងធ្វើការបកស្រាយនៅក្នុងវីដេអូនេះតែម្ដងតោះបងប្អូនយើងចូលរួមពិភាក្សានិងតាមដានទស្សនាទាំងអស់គ្នាណាមុនចូលទៅកាន់ការបកស្រាយនៃខ្លឹមសារនាងខ្ញុំសូមនិយាយបន្តិចអំពីមុខសញ្ញានៃការកកើតគោចាយើងមាន3វិធីទី1បងប្អូនយកថ្ងៃរយៈពេលដែលស្រូវលូតលាស់របស់ពូជស្រូវហ្នឹងយើងដក55ថ្ងៃចេញនឹងយើងធ្វើការបាជីបានដែរបងប្អូនចាទី2គឺយើងមើលទៅលើស្លឹកស្រូវបើស្លឹកស្រូវរបស់បងប្អូនភាគច្រើនគឺវាមានគួចបន្តិចនៅលើចុងស្លឹកគឺវាធ្លុកបន្តិចនៅលើចុងស្លឹកហ្នឹងគឺយើងអាចបាជីបានហើយវិធីទី3គឺយើងធ្វើការហែកស្រូវមើលគឺក្រោយពីបងប្អូននឹងបានពិនិត្យមើលស្លឹកស្រូវដែលមានកូនចុងស្លឹកហ្នឹងគឺយើងធ្វើការហែកស្រូវមើលចាយើងស្រែកហែកពីបេះដើមកន្លែងខុសគ្នាអីទៅបងប្អូនហែកមើលចាយើងរកមើលកន្លែងកូនគោដែលវាទៅបកើតហ្នឹងបើសិនបងប្អូនឃើញវាប្រវែងប្រហែលជា1ទៅដល់2មីលីម៉ែត្រនឹងមានន័យថាយើងអាចបាជីបានទេណាបងប្អូនអរគ្នាវិធីទី3នេះគឺជាវិធីដែលកំណត់ពេលវេលានៃការបាជីក្នុងវគ្គកកើតគោដែលល្អបំផុតក្នុងចំណោមវិធីផ្សេងៗទៀតណាបងប្អូនអរគ្នាចាដោយសារមានបងប្អូនខ្លះគាត់មើលថ្ងៃមើលខែហើយគាត់ធ្វើការបាជីប៉ុន្តែសម្រាប់ថ្ងៃខែហ្នឹងវាអាស្រ័យទៅលើមានការប៉ះពាល់ទៅលើអាកាសធាតុរដូវនីមួយៗឬក៏តាមតំបន់ឬក៏ការគ្រប់គ្រងសារធាតុបំពន់របស់បងប្អូនហ្នឹងវាមិនស្មើគ្នាជាដើមជាធម្មតាការប្រើប្រាស់ជីទៅតាមវគ្គគឺអាស្រ័យទៅតាមតំបន់បទពិសោធន៍និងទំនៀមទម្លាប់របស់បងប្អូនយើងចាប់ពី1ឆ្នាំទៅ1ឆ្នាំចាហើយចំពោះការបាជីម្ដងឬក៏2ដងក្នុងវគ្គកកើតគោនេះគឺអាស្រ័យទៅលើទំនៀមទម្លាប់និងការលូតលាស់របស់ស្រូវចាគឺអាស្រ័យទៅលើស្ថានភាពស្រូវដែរណាបងប្អូនអរគ្នាហើយសម្រាប់ការសម្រេចចិត្តគួរតែចែកជីបាញនៅក្នុងវគ្គកកើតគោនេះបាញម្ដងឬក៏2ដងគឺអាស្រ័យទៅលើ2ករណីចាសម្រាប់ករណីទី1គឺពេលដែលស្រូវរបស់បងប្អូននៅតូចហ្នឹងបងប្អូនមានការផ្ដល់សារធាតុបំពន់និងជីបាញពេញលេញគឺត្រូវកម្រិតធ្វើឲ្យស្រូវហ្នឹងវាបានលូតលាស់ស្មើគ្នាក៏ព្រោះពេលដែលស្រូវនៅតូចឬក៏ចូលវគ្គបែកគុំហ្នឹងបងប្អូនបានគ្រប់គ្រងសារធាតុបំពន់ហ្នឹងគឺបានពេញលេញធ្វើឲ្យដើមស្រូវដើមកូនហើយនិងដើមមេហ្នឹងវាលូតលាស់បានស្មើគ្នាមិនថាកម្ពស់ឬក៏រូបរាងគឺប្រហាក់ប្រហែលគ្នាបងប្អូនចាដូច្នេះពេលដែលដល់វគ្គកើតគោហ្នឹងបងប្អូនទៅពិនិត្យឃើញវាធំធាត់ស្មើគ្នាហើយដល់វគ្គហ្នឹងបងប្អូនគួរតែបាចជីម្ដងគឺវាគ្រប់គ្រាន់ហើយបងប្អូនអរគ្នាចាដោយសារពេលហ្នឹងយើងបាចជីម្ដងគឺដើមកូនហើយដើមមេហ្នឹងគឺវាស្រូបយកជីបានស្មើគ្នាហើយក៏វាលាស់បានស្មើគ្នាហើយការដែលពូដែលវាកកើតហ្នឹងក៏វាបានប្រហែលស្មើគ្នាដែរណាបងប្អូនអរគ្នាចាហើយសម្រាប់ករណីទី2គឺជាករណីគួរតែប្រើជី2ដងក្នុងវគ្គកកើតគោនេះចាករណីនេះគឺសម្រាប់ស្រែរបស់បងប្អូនណាដែលស្រែរបស់គាត់ហ្នឹងជាដំបូងស្រូវពេលស្រូវតូចៗឬនៅក្នុងវគ្គបែកគុំហ្នឹងគាត់មិនបានប្រើប្រាស់វិធីដែលជំរុញឲ្យគុំកូនហ្នឹងវាលះស្មើគុំមេគឺមានន័យថាគាត់មិនបានផ្ដល់សារធាតុបំពន់ដើម្បីធ្វើឲ្យគុំកូនហ្នឹងគឺវាលះបានស្មើគុំមេទេដោយសារគុំកូនហើយនិងគុំមេវាមិនបានលះស្មើគ្នាគុំកូនតូចជាងគុំមេដូច្នេះពេលដែលប្រើជីនៅក្នុងវគ្គកកើតគោនេះចាំបាច់យើងត្រូវតែបាចចែកជា2ដងបងប្អូនអរគ្នាចាហើយការចែកជា2ដងនេះមិនមែនថែមជីទេគឺយើងចែកជីដែលត្រូវចំនួនជីហ្នឹងដែលត្រូវបាចវគ្គកកើតគោហ្នឹងយើងចែកជា2ដងដោយកម្រិត70 30បងប្អូនអរគ្នាចាបងប្អូនហេតុអ្វីបានយើងត្រូវបែងចែកបាច2ដងនៅក្នុងវគ្គកកើតគោចាដូចបងប្អូនបានដឹងហើយបើសិនគុំកូនហើយនិងគុំមេវាមិនស្មើគ្នាអញ្ចឹងការស្រូបយកសារធាតុបំពន់ក៏វាមិនស្មើគ្នាដែរបងប្អូនចាខ្ញុំឧទាហរណ៍ថានៅក្នុងវគ្គកកើតគោបងប្អូនបាជីតែម្ដងសម្រាប់ឲ្យដើមមេចឹងពេលដែលដើមមេស្រូបយកហើយវានឹងចិញ្ចឹមគោដែលទៅបកើតនឹងបានល្អប៉ុន្តែសម្រាប់គុំកូនដែលវាលះក្រោយនឹងវាធ្វើការកកើតគោនឹងក្រោយគុំមេហើយពេលហ្នឹងស្រាប់តាជីរបស់បងប្អូននឹងក៏អស់ប្រសិទ្ធភាពដែរពួកដោយសារគុំមេនឹងស្រូបយកអស់ហើយចាដូច្នេះបើសិន
នៅក្នុងវគ្គដែលកុំកូនដើមកូនហ្នឹងដែលវាត្រូវការចិញ្ចឹមគោដែលទៅបង្កើតហ្នឹងនៅក្នុងវគ្គនេះបងប្អូនមិនគ្រប់គ្រងជីឲ្យវាមានការលូតលាស់គោហ្នឹងបានធំធាត់ទេអញ្ចឹងកុំកូនវាមិនលូតលាស់បានល្អហើយគោចេញមកក៏ទូចដែរបងប្អូនអរគ្នាការចែកជីបាច2ដងជា70ហើយនិង30គឺមានន័យថាវគ្គទី1បងប្អូនត្រូវតែបាច70% ទៅលើចំនួនជីដែលត្រូវបាចទៅក្នុងវគ្គកកាត់គោចាហើយសម្រាប់វគ្គទី2បងប្អូនធ្វើការបាច30% ទៅលើចំនួនជីដែលត្រូវបាចនៅក្នុងវគ្គកកើតគោបងប្អូនអរគ្នាចាហើយសម្រាប់វគ្គដំបូងហ្នឹងបងប្អូនដឹងហើយពេលវេលាបាចហើយវគ្គទី2ហ្នឹងបងប្អូនត្រូវតែបាចក្រោយពេលមួយទឹកចាក្រោយពេល7ថ្ងៃឬក៏5ថ្ងៃក៏បានដែរបងប្អូនចាមានន័យថាវគ្គទី2ហ្នឹងគឺមានដូចជាយើងថែមជីអញ្ចឹងតែយើងក៏ត្រូវតែបាចដែរដើម្បីជួយឲ្យបំពន់គុំគោហ្នឹងវាធ្វើការចិញ្ចឹមគោដែលកើតហ្នឹងបានល្អបងប្អូនអរគ្នាខ្ញុំឧទាហរណ៍ថាបងប្អូនត្រូវការបាចជីនៅក្នុងវគ្គនេះ100គីឡូជីចាអញ្ចឹងជី100គីឡូសម្រាប់វគ្គកកើតគោនេះបងប្អូនត្រូវតែចែកបាចលើកទី1គឺបាច70គីឡូចាហើយសម្រាប់លើកទី2ហ្នឹងក្រោយពី5ទៅដល់7ថ្ងៃហ្នឹងបងប្អូនត្រូវតែបាចថែម30គីឡូអញ្ចឹងការដែលយើងចែកជីបាច2ដងនៅក្នុងវគ្គកកើតគោនេះមិនមែនបន្ថែមជីបាចទេគឺយើងចែកចំនួនជីដែលយើងត្រូវការបាចនៅក្នុងវគ្គកកើតគោហ្នឹងចែកជា2ដងណាបងប្អូនមកគ្នាអញ្ចឹងបងប្អូនគុំច្រឡំឲ្យសោះចាហើយក៏មានបងប្អូនហ្នឹងក៏សួរខ្ញុំថាគួរតែប្រើជីប្រមាណគីឡូសម្រាប់ស្រូវនៅក្នុងវគ្គកកើតគោនេះចាសម្រាប់ចំនួនជីដែលយើងត្រូវការប្រើនៅក្នុងវគ្គកកើតគោនេះនាងខ្ញុំក៏មិនទាន់អាចកាត់បានដែរបងប្អូនដោយសារយើងប្រើជីនៅក្នុងវគ្គកកើតគោគឺជាសម្ភារៈដែលសំខាន់បំផុតដែលយើងត្រូវតែប្រើត្រូវកម្រិតជីបងប្អូនអរគ្នាចាហើយកម្រិតជីដែលគួរប្រើហ្នឹងគឺអាស្រ័យទៅលើរដូវមួយនីមួយហ្នឹងគឺវាខុសគ្នាចាហើយតំបន់របស់បងប្អូនប្រភេទដីនិងស្ថានភាពស្រូវខៀវតិចខៀវខ្លាំងឬក៏ស្រូវធម្មតាដែលយើងគួរតែប្រើកម្រិតជីឬក៏ជ្រើសរើសប្រភេទជីណាឲ្យត្រូវទៅតាមប្រភេទដីតំបន់ដែលបងប្អូនកំពុងតែធ្វើស្រែហើយសម្រាប់អាកាសធាតុទៀតបងប្អូនចាបើសិនអាកាសធាតុវាភ្លៀងបងប្អូនត្រូវតែកាត់បន្ថយជីអាសូតអាហ្នឹងគឺជារឿងដែលបងប្អូនវិជ្ជាក៏ស្គាល់ជាច្រើនដែលគាត់បានដឹងហើយចាខ្ញុំឧទាហរណ៍ថាដីរបស់បងប្អូនណាដែលមានដីផុកដីផងហ្នឹងយើងត្រូវតែបង្កើនជីកាលីឡើងហើយកាត់បន្ថយជីអាសូតតិចហើយ DAP ក៏ត្រូវដាក់ដែរនៅក្នុងវគ្គហ្នឹងបង្កើនតិចក៏ល្អដែរចាហើយបើសិនដីល្បាយខ្សាច់ហ្នឹងយើងត្រូវតែមើលតាមស្ថានភាពស្រូវវិញបងប្អូនជីកាលីនៅក្នុងវគ្គកកើតគោហ្នឹងគឺយើងត្រូវការច្រើនចាហើយសម្រាប់ DAP ហ្នឹងមិនត្រូវការច្រើនទេបងប្អូនដាក់ក៏បានមិនដាក់ក៏បានបើសិនដាក់បងប្អូនដាក់តិចតួចត្រឹម5គីឡូ10គីឡូនៅក្នុងមួយហាត់ដែរចាហើយសម្រាប់ជីអាសូតហ្នឹងបងប្អូនប្រើយើងមើលពណ៌ស្រូវវិញមើលតាមស្ថានភាពស្រូវDAPហ្នឹងសម្រាប់ស្រែរបស់បងប្អូនណាដែលមានជាតិដែកបន្ទប់ជាតិជូរ pH ទាបអីហ្នឹងអាហ្នឹងតម្រូវឲ្យដាក់ច្រើនវិញបងប្អូនអរគ្នាអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នបន្តិចយើងធ្វើការប្រើប្រាស់ជីនៅក្នុងវគ្គកកើតគោនេះគឺយើងត្រូវតែប្រើត្រូវកម្រិតទៅតាមតំបន់ឬក៏ទៅតាមស្ថានភាពស្រូវហើយចំណុចដែលសំខាន់នៅក្នុងរដូវវស្សានេះបងប្អូនយើងមិនគួរប្រើជីអាសូតច្រើនពេកដែរបងប្អូនលាជីបងប្អូនត្រូវតែមើលកម្រិតអាសូតណាកុំឲ្យវាលើខ្លាំងពេកគឺអត់ល្អទេបងប្អូនងាយនឹងកើតជំងឺហើយនឹងសត្វល្អិតបំផ្លាញចូលវៃលុកចាអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នបន្តិចបើសិនបងប្អូនជួបបញ្ហាដោយថាបាចអាសូតច្រើនពេកធ្វើឲ្យស្លឹកវែងពេកអីហ្នឹងបងប្អូនតាក់ទងមកខាងខ្ញុំចាខាងខ្ញុំនឹងរកវិធីដោះស្រាយជូនបងប្អូនដោយសារខាងក្រុមហ៊ុនគឺមានវិធីសាស្ត្រដោះស្រាយនៃបញ្ហាវាស្លឹកវាវែងពេកឬនៅខាងវៀតណាមគេហៅថាបញ្ហាដែលលើសស្លឹកចាងាយទាក់ទាញនឹងជំងឺហើយនឹងសត្វល្អិតបងប្អូនអរគ្នាចាបើសិនបងប្អូនជួបបញ្ហានេះសូមទំនាក់ទំនងមកតាមខ្ញុំតាម Facebook គឺឬក៏លេខ Zalo ដាក់នៅលើវីដេអូនេះបងប្អូនអរគ្នាចាហើយសម្រាប់ការបកស្រាយនិងចែករំលែករបស់អ្នកខ្ញុំក៏សូមចាប់ចំណឹងសិនដែរជួបគ្នាជាមួយបងប្អូននៅក្នុងវីដេអូក្រោយៗទៀតចាសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូរបស់អ្នកខ្ញុំចាសូមអរគុណសូមជម្រាបលា